មួយថ្ងៃទីក្រុងបាងកករបស់ថៃកើតគ្រោះចង្រៃផ្ទួនពេលព្រឹកបាក់ស្រុតផ្លូវលេបត្របាក់រថយន្តពេលថ្ងៃផ្ទុះឆេះស៊ីតែនប្រេងខ្នាតយក្សតើវាជាភាពចៃដន្យឬក៏ជាគ្រោះចង្រៃដែលកំពុងយាយីទីក្រុងបាងកកត្រឹមតែមួយរយៈពេលខ្លីក្នុងថ្ងៃទី17ខែមករាឆ្នាំ2026នេះព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ចំនួន2បានកើតមានឡើងផ្ទួនគ្នាបង្កជាការភ្ញាក់ផ្អើលដល់មហាជននិងអាជ្ញាធរថៃទាំងមូលរាប់ចាប់តាំងពីករណីស្រុតដីលេបត្របាក់រថយន្តនៅពេលព្រឹកព្រលឹមរហូតដល់អគ្គិភ័យឆាបឆេះស៊ីតេនប្រេងយ៉ាងសន្ធោសន្ធៅនៅពេលថ្ងៃត្រង់បានធ្វើឲ្យគេចោទជាសំណួរឡើងថាតើកម្មដែលយោធាថៃបានសាងពេលឈ្លានពានខ្មែរពិតជាកំពុងវិលដោយកង់រទេះតាមលងបន្លាចប្រជាជនថៃឬយ៉ាងណាហេតុការណ៍ទី1ផ្លូវរាមាទី2ស្រុតផុងចេញជារណ្ដៅយក្សលេបត្របាក់រថយន្តនាវេលាម៉ោង6:30នាទីព្រឹកព្រលឹមថ្ងៃសៅរ៍នេះគ្រោះអាកាសមួយបានកើតឡើងនៅលើកំណាត់ផ្លូវរាមាទី2ត្រង់ចំណុចគីឡូម៉ែត្រលេខ29/350ក្នុងខេត្តសមុទ្រសាគរដែលជាច្រកចេញចូលដ៏សំខាន់នៃទីក្រុងបាងកកផ្ទៃផ្លូវដ៏មមាញឹកបានបាក់ស្រុតចុះភ្លាមបង្កើតជារណ្ដៅដ៏ធំលេបត្របាក់រថយន្តប្រភេទ Pick-up មួយគ្រឿងស្ទើរតែទាំងស្រុងបង្កឲ្យមានការភ័យរន្ធត់ជាខ្លាំងដល់ក្រុមអ្នកធ្វើដំណើរជុំវិញករណីនេះរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃបានគូបញ្ជាក់ថាមូលហេតុបឋមគឺបណ្ដាលមកពីការបែកបំពង់ទឹកស្អាតខ្នាតយក្សទំហំ 1000 មីលីម៉ែត្រនៅខាងក្រោមដីក្នុងកំឡុងពេលជីកតភ្ជាប់បំពង់និងបង្ហាត់ដីដែលបង្កឲ្យមានការហូរច្រោះដីយ៉ាងធ្ងន់ធ្ងររហូតស្រុតផ្ទៃផ្លូវបែបនេះទោះបីជាអ្នកបើកបរត្រូវបានសង្គ្រោះទាន់ពេលដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក៏ដោយសម្ពាធទឹកដ៏ខ្លាំងក្លាដែលបាញ់ចេញពីបំពង់ខ្នាតយក្សនោះបានធ្វើឲ្យទឹកជន់លិចផ្ទៃផ្លូវក្នុងតំបន់កើតមានឡើងភ្លាមនិងបង្កឲ្យមានការកកស្ទះចរាចរណ៍រាប់រយម៉ែត្រខណៈដែលសមត្ថកិច្ចកំពុងដុតដៃដុតជើងដោះស្រាយស្ថានភាពហេតុការណ៍ទី2អគ្គិភ័យឆេះស៊ីតេនប្រេងនៅឃ្លាំងស្តុកប្រេងខ្នាតយក្សនៅក្នុងទីក្រុងបាងកកអ្វីដែលកាន់តែគួរឲ្យតក់ស្លុតទៀតនោះឈានដល់ម៉ោង1រសៀលថ្ងៃដដែលនេះទីក្រុងបាងកកស្រាប់តែកើតមានគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅមួយនៅឯខណ្ឌឡាតក្រាបាងអគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំងក្លាលើស៊ីតេនស្តុកប្រេងខ្នាតធំមួយកន្លែងស្ថិតនៅផ្លូវបំបែក Happy Place 7តាមបណ្ដោយផ្លូវចៅខុនតាហានយោងតាមរបាយការណ៍ពីនាយកដ្ឋានបង្ការនិងពលរដ្ឋអគ្គិភ័យបានឲ្យដឹងថាផ្សែងខ្មៅក្រាស់ហុយសន្ធោសន្ធៅគ្របដណ្ដប់លើផ្ទៃមេឃបង្កឲ្យមានការភ័យខ្លាចជាខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះភ្លាមបន្ទាប់ពីទទួលបានដំណឹងកម្លាំងពលរដ្ឋអគ្គិភ័យបានសម្រុកទៅកាន់ទីតាំងកើតហេតុនិងបានប្រើប្រាស់ពពុះហ្វូមដើម្បីពន្លត់ភ្លើងទប់ស្កាត់កុំឲ្យរីករាលដាលបន្តជាសំណាងល្អបន្ទាប់ពីការតស៊ូជាមួយអណ្ដាតភ្លើងយ៉ាងស្វិតស្វាញនៅក្នុងរយៈពេលត្រឹមតែ13នាទីប៉ុណ្ណោះស្ថានភាពក៏ត្រូវបានគ្រប់គ្រងទាំងស្រុងដោយមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយព្រោះទីតាំងកើតហេតុស្ថិតនៅឆ្ងាយពីលំនៅឋានប្រជាពលរដ្ឋជុំវិញឧបទ្ទវហេតុទាំងពីរខាងលើមកទល់ពេលនេះអាជ្ញាធរថៃកំពុងដុតដៃដុតជើងជួសជុលហេដ្ឋារចនាសម្ព័ន្ធនិងស៊ើបអង្កេតលម្អិតដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋឡើងវិញចោមប្រិមិត្តអ្នកតាមដានទស្សនាគិតថាវាគ្រាន់តែជាការចៃដន្យឬក៏ថៃកំពុងតែជួបប្រទះទៅនឹងគ្រោះចង្រៃនោះ